បាទចឹងរៀបសួរខ្ញុំបាទឈ្មោះខៀវនឹងអ៊ីសូមជម្រាបសួរអាយដាមលោកជំទាវព្រមទាំងសកម្មកម្មទាំងអស់នៅក្នុងសាលនេះខ្ញុំសូមមានចំណាប់អារម្មណ៍ថាក្នុងពេលរៀនរយៈពេល3ថ្ងៃនេះខ្ញុំបាទមានការចេះដឹងច្រើនដោយថាពីមុនមកមានការខ្វះខាតផ្នែកចំណេះដឹងរកស៊ីអ្វីតាមអំពើចិត្តដូចជាឥឡូវគាត់ថាសូមបីថាកភាពអត់ធ្មត់នឹងការរងចាំហើយនឹងមានទំនុកចិត្តតែសំខាន់គឺចង់ចាប់អារម្មណ៍ពីពេលវេលាមកខ្ញុំបានប្រើពេលវេលាខុសច្រើនអញ្ចឹងមានតែចាប់ពីពេលដែលបានរៀនសូត្រនេះទៅខ្ញុំនឹងប្រឹងកែប្រែខ្លួនគ្រប់ពេលវេលានឹងការងារធ្វើអាជីវកម្មអ្វីមួយឲ្យបានច្បាស់លាស់ដោយមានការគិតគូរទុកជាមុននៃហានិភ័យទាំងប្រមាណដើម្បីកុំឲ្យមានការថោះធ្លួយនឹងទទួលបានជោគជ័យក្នុងអាជីពជាមុខរបរសូមអរគុណដល់អង្គការសាស្ត្រាចារ្យបណ្ឌិតសាំងអៀបសូមអរគុណដល់គណៈគ្រប់គ្រងកម្មវិធីទាំងមូលហើយសូមអរគុណដល់សិក្ខាកាមទាំងអស់គ្នានៅក្នុងវគ្គសិក្សានេះហើយជាបញ្ចប់សូមអរគុណដល់លោកសាស្ត្រាចារ្យចនីដែលបានខំបង្ហាត់បង្រៀនក្រុមសិក្ខាកាមទាំងអស់ក្នុងរយៈពេល3ថ្ងៃនេះដោយអស់ទាំងកម្លាំងកាយកម្លាំងចិត្តអញ្ចឹងសូមជូនពរឲ្យលោកសាស្ត្រាចារ្យមានសុខភាពល្អនិងសំណាងល្អគ្រប់ពេលវេលាទាំងអស់បាទអរគុណ